ពីមុនខ្ញុំគឺជាមនុស្សម្នាក់ដែលមានចិត្តឆេវឆាវនិយាយទៅប៉ះអត់បានឯងញញយកមកមានតែការលក់អនឡាញឯងដែលអាចកាច់ថ្មងខ្ញុំបានហើយដែលខ្ញុំត្រូវត្រៀមមុនដំបូងគេបង្អស់គឺត្រៀមចិត្តខ្ញុំរៀនធ្វើចិត្តឲ្យធ្ងន់ព្រោះខ្ញុំដឹងថាពេលដែលយើងចាប់ផ្ដើមលក់ហើយភ្ញៀវប្រភេទបែបម៉េចក៏យើងត្រូវតែជួបដែរអញ្ចឹងទោះបីជាមិនក៏ដោយក៏ខ្ញុំជាអ្នកលក់អញ្ចឹងត្រូវធ្វើចិត្តខ្លួនឯងឲ្យតែជាក់ជានិច្ចមិនអាចញញយកទៅកាន់ភ្ញៀវបានទេហើយមួយទៀតពេលដែលខ្ញុំចាប់ផ្ដើមលក់ដំបូងខ្ញុំសួរខ្លួនឯងថាចង់តាមអាឆាវតាមគេឬក៏ចង់ធ្វើវាដោយបេះដូងរបស់អីក៏ដោយมันអាចនឹងងាយឈរបានភ្លាមទេវាត្រូវការពេលវេលាបើយើងចង់តាមអាឆាវបញ្ហាមកតាន់តិចដួលបាត់ហើយប៉ុន្តែបើសិនជាយើងចង់ធ្វើវាដោយបេះដូងមានបញ្ហាអីក៏ដោយក៏យើងមានកម្លាំងចិត្តពុះពីដែរអាការលក់ដូរហ្នឹងបើសិនជាយើងលក់ចង់បានកាឡូចំណេញគឺវាស្រួលទេបើផលបានតែមួយផ្លេតទេឆេះដូចភ្លើងច្បាស់អញ្ចឹងតែពិបាកបំផុតហ្នឹងគឺលក់ដើម្បីយកទំនុកចិត្តភ្ញៀវវាត្រូវការភាពស្មោះត្រង់សម្រិតសម្រាំងមែនតែនផលិតផលដែលត្រូវយកមកណែនាំទៅកាន់ពួកគាត់មាត់អត់ត្រូវវាទេត្រូវតែត្រង់ជានិច្ច